ប្រជាកសិករនៅឃុំបោះលាវបាទខេត្តក្រចេះបានសម្ដែងក្តីសប្បាយរីករាយចំពោះវត្តមានមន្ត្រីកសិកម្មឃុំដែលបានដាក់ពង្រាយនៅពេលថ្មីៗនេះប្រជាកសិករនៅភូមិព្រះកន្លងបាទឃុំបោះលាវស្រុកចិត្តបុរីខេត្តក្រចេះបានបង្ហាញសេចក្តីរំភើបរីករាយចំពោះវត្តមានមន្ត្រីកសិកម្មឃុំនៅមូលដ្ឋានរបស់ពួកគាត់បាទមន្ត្រីកសិកម្មឃុំដែលនឹងជួយផ្ដល់ប្រឹក្សាពំនាំសំណូមពរដូចជាការស្វែងរកដំណោះស្រាយចំពោះបញ្ហាកសិកម្មជូនប្រជាកសិករបាទសូមបញ្ជាក់ថាមន្ត្រីកសិកម្មឃុំថ្មីចំនួន44រូបត្រូវបានជ្រើសរើសដើម្បីបំពេញការងារនៅតាមមូលដ្ឋានឃុំចំនួន44នៃខេត្តក្រចេះបាទបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្មជាមន្ត្រីកសិកម្មឃុំដែលមានតួនាទីជួយគាំទ្រលើបច្ចេកទេសនិងផ្ដល់ព័ត៌មានដល់ប្រឹក្សាយោបល់ប្រមូលទិន្នន័យការកំណត់ដំណោះស្រាយជូនប្រជាកសិករហើយអ្វីដែលសំខាន់ជាងគេនោះគឺជួយជំរុញផលិតកម្មរបស់ប្រជាកសិករនិងសហគមន៍ផ្សារភ្ជាប់ទៅនឹងទីផ្សារបាទលើពីនេះបាទខ្ញុំសូមបញ្ជាក់ជូនថានៅក្នុងអង្គសមាជនៃព្រឹទ្ធសភាកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2025នៅវិមានរដ្ឋសភាគឺរាជរដ្ឋាភិបាលនិងក្រសួងបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមជូនកសិករដើម្បីឲ្យកសិករមានគេថាជីវភាពទូធាមានហូបមានបានបាទមានរហូតបាទដូច្នេះរាជរដ្ឋាភិបាលនៃក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករដែលជួបការលំបាកជានិច្ចស្របតាមគោលនយោបាយជាតិដើម្បីធានាសន្តិសុខស្បៀងនិងធ្វើយ៉ាងណាឲ្យកសិករយើងមានជីវភាពទូធាជាងមុនផងដែរបាទ